តើអ្នកទាំងអស់គ្នាធ្លាប់បានប្រឹងប្រែងរៀបចំគម្រោងអ្វីមួយដោយប្រើគំនិតនិងដាក់កម្លាំងកាយកម្លាំងចិត្តទាំងអស់របស់អ្នកទៅលើគម្រោងមួយនោះទីបញ្ចប់អ្នកបានប្រាប់គេពីគម្រោងដ៏ល្អឥតខ្ចោះរបស់អ្នកដោយសារតែអ្នកទុកចិត្តគេពេកហើយត្រូវបានគេលួចគំនិតលើគម្រោងនោះទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់គេដែរទេហើយរឿងកាន់តែអាក្រក់ជាងនេះទៀតនៅពេលដែលអ្នកទាំងអស់គ្នាបានប្រាប់គេពីគម្រោងការរបស់អ្នកទាំងអស់គ្នាឲ្យបានដឹងមុនវាធ្វើឲ្យពួកគេមានឱកាសក្នុងការបំផ្លាញគម្រោងការរបស់អ្នកទាំងអស់គ្នាទាំងដែលអ្នកទាំងអស់គ្នាមិនទាន់បានបោះមួយជំហានទៅមុខផងប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់ទទួលអារម្មណ៍ឈឺចាប់មួយនេះអ្នកទាំងអស់គ្នាមកកន្លែងត្រូវហើយពីព្រោះខ្ញុំនឹងនិយាយពីច្បាប់ទី29ដែលបង្រៀនឲ្យអ្នកទាំងអស់គ្នាចេះទប់ស្កាត់នៅបទពិសោធន៍ដ៏ឈឺចាប់មួយនេះកុំឲ្យវាកើតមានឡើងម្ដងទៀតនៅថ្ងៃក្រោយច្បាប់ទី29 Plan all the way to the end មានន័យថារៀបចំគម្រោងឲ្យបានគ្រប់ចុងជ្រោយអ្វីដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានគឺលទ្ធផលដែលអ្នកបានសាងហើយលទ្ធផលចុងក្រោយដែលអ្នកបានទទួលអាចនឹងធ្វើឲ្យជីវិតរបស់អ្នកឡើងខ្ពស់កប់ពពកឬធ្លាក់ចុះដល់បាតសមុទ្របានព្រោះមួយផ្នែកដែលធ្វើឲ្យលទ្ធផលចុងក្រោយរបស់អ្នកមានការប្រែប្រួលអាចអាស្រ័យទៅលើជនឈ្មោះឱកាសឬមនុស្សដែលជួយជុំជ័យអ្នកជាដើមដូច្នេះអ្នកត្រូវចេះរៀបចំគម្រោងក្នុងការធ្វើអ្វីមួយតាំងពីដើមរហូតដល់ចប់ដើម្បីប្រាកដថាលទ្ធផលដែលអ្នកទទួលបានគឺពិតជាស័ក្តិសមនៅអ្វីដែលអ្នកខំប្រឹងប្រែងព្យាយាមពិតមែនការដែលអ្នកអាចរៀបចំគម្រោងតាមដំណាក់កាលរហូតដល់ចប់បានគឺមានន័យថាអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនិងដោះស្រាយនូវបញ្ហាដែលអាចកើតមានឡើងចំពោះអ្នកដោយមិនមានអារម្មណ៍បាក់ទឹកចិត្តឬទទួលរងសម្ពាធផ្លូវអារម្មណ៍ធ្ងន់ធ្ងរឡើយហើយអ្នកក៏បានដឹងនិងត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់ធ្វើរឿងអ្វីមួយនៅពេលដែលអ្នកដើរដល់ដំណាក់កាលតាមគម្រោងដែលអ្នកបានរៀបចំទុកជាមុនឧទាហរណ៍ពិតមួយដែលបានអនុវត្តស្របតាមច្បាប់នេះក្នុងឆ្នាំ1863នាយករដ្ឋមន្ត្រីប្រ៊ុសៀនដែលមានឈ្មោះថា Otto von Bismarck បានវិភាគនយោបាយអឺរ៉ុបដែលកំពុងដំណើរការដោយយកចិត្តទុកដាក់បំផុតប្រទេសមហាអំណាចដែលអាចជះឥទ្ធិពលមកប្រទេសរបស់គាត់បានគឺប្រទេសអង់គ្លេសបារាំងនិងអូទ្រីរដ្ឋប្រ៊ុសៀនគឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើនទៀតនៃសហព័ន្ធអាល្លឺម៉ង់ដែលមានសហព័ន្ធភាពមិនចុះចំណោមនឹងគ្នាប្រទេសអូទ្រីដែលជាសមាជិកគ្រប់គ្រងសហព័ន្ធបានព្យាយាមធ្វើឲ្យរដ្ឋជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់នៅតែទន់ខ្សោយបែកបាក់ផ្ទៃស្នូលនិងងាយបន្តគ្រប់គ្រង Bismarck មានការជឿជាក់ក្នុងចិត្តថារដ្ឋប្រ៊ុសៀនមានវាសនាល្អឆ្ងាយលើពីការធ្វើជាទេសករឬកូនអុករបស់ប្រទេសអូទ្រីស Bismarck ក៏បានរៀបចំគម្រោងការដើម្បីលេងល្បែងដាក់ជីវិតរបស់ខ្លួនក្នុងការផ្លាស់ប្ដូរវាសនារបស់រដ្ឋប្រ៊ុសៀនជំហានទី1របស់គាត់គឺបង្កសង្គ្រាមជាមួយប្រទេសដៃណាម៉ាកដែលជាប្រទេសតូចតាចដើម្បីដណ្ដើមទឹកដីប្រ៊ុសៀនពីដើមដែលធ្លាប់ជារបស់ខ្លួនយកមកកាន់កាប់វិញនោះគឺរដ្ឋ Schleswig និងរដ្ឋ Holstein ដែលជារដ្ឋរបស់ប្រទេសដាណាម៉ាកគាត់បានដឹងថាការបង្កើតឯករាជ្យសម្រាប់រដ្ឋប្រ៊ុសៀនគឺអាចនឹងធ្វើឲ្យប្រទេសបារាំងនិងប្រទេសអង់គ្លេសមានការព្រួយបារម្ភហើយដូចនេះគាត់ក៏បានតាក់ទងប្រទេសអូទ្រីសឲ្យចូលរួមក្នុងសង្គ្រាមមួយនេះដោយបានប្រកាសថាគាត់កំពុងដណ្ដើមទឹកដី Schleswig និង Holstein មកវិញដើម្បីទាញផលប្រយោជន៍មកឲ្យប្រទេសអូទ្រីសតែប៉ុណ្ណោះអស់រយៈពេលប្រមាណខែកន្លងមកសង្គ្រាមដែល Bismarck វាដណ្ដើមយកទឹកដីបានជោគជ័យនោះ Bismarck ក៏បានប្រកាសជាផ្លូវការថាទឹកដីនេះនឹងក្លាយជាកម្មសិទ្ធិរបស់រដ្ឋប្រ៊ុសៀនប្រទេសអូទ្រីសមានការខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែពួកគេបានធ្វើការសម្រេចចិត្តអនុវត្តបែបនេះវិញដំបូងពួកគេយកព្រមឲ្យរដ្ឋប្រ៊ុសៀនជាម្ចាស់កម្មសិទ្ធិលើរដ្ឋ Schleswig ហើយមួយឆ្នាំក្រោយមកពួកគេក៏លួចទឹកដី Holstein ឲ្យរដ្ឋប្រ៊ុសៀនបន្ថែមពិភពលោកនេះបានចាប់ផ្ដើមឃើញថាអំណាចរបស់ប្រទេសអូទ្រីសគឺកំពុងតែចុះខ្សោយហើយអំណាចរបស់រដ្ឋប្រ៊ុសៀនកំពុងតែកើនឡើងជាលំដាប់គម្រោងបន្តរបស់ Bismarck គឺជាជំហានដែលគាត់ហ៊ានបំផុតក្នុងឆ្នាំ1866គាត់បានមកចុះបញ្ចូលស្ដេច William នៃរដ្ឋប្រ៊ុសៀនឲ្យដកខ្លួនចេញពីសហព័ន្ធអាល្លឺម៉ង់ដើម្បីត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសអូទ្រីសដោយផ្ទាល់ក្រុមគ្រួសាររបស់ព្រះអង្គនិងពូជពង្សនៃវង្សស្ដេចនៃរាជវង្សអាល្លឺម៉ង់ដែលមានឥទ្ធិពលដទៃទៀតបានជំទាស់នឹងការបង្កសង្គ្រាមដែលព្រះអង្គ William បានសម្រេចចិត្តប៉ុន្តែ Bismarck ដែលជានាយករដ្ឋមន្ត្រីរបស់ប្រ៊ុសៀនរូបនេះគឺមិនញញើតនឹងការបដិសេធដ៏មានឥទ្ធិពលមួយនេះឡើយហើយគាត់ក៏ទទួលបានជោគជ័យក្នុងការជំរុញនយោបាយរបស់រដ្ឋប្រ៊ុសៀនឲ្យមានជម្លោះជាមួយនឹងប្រទេសអូទ្រីសរហូតឈានទៅដល់ពេលសង្គ្រាមលទ្ធផលគឺដោយអ្វីដែល Bismarck បានគ្រោងទុកជាមុនរដ្ឋប្រ៊ុសៀនបានយកឈ្នះសង្គ្រាមលើប្រទេសអូទ្រីសដោយចំណាយពេលត្រឹម7សប្តាហ៍តែប៉ុណ្ណោះក្រោមការដឹកនាំរបស់ Bismarck ស្ដេច William និងមេទ័ពដទៃទៀតមានមហិច្ឆតាចង់វាយដណ្ដើមរដ្ឋ Vienna ពីប្រទេសអូទ្រីសដើម្បីពង្រីកទឹកដីរបស់ខ្លួនឲ្យធំជាងមុនតាមដែលអាចធ្វើទៅបានប៉ុន្តែ Bismarck បានបញ្ឈប់មហិច្ឆតារបស់ពួកគេដោយបង្ហាញគោលចំហថ្មីរបស់គាត់នៃការគ្រប់គ្រងខាងសន្តិភាពវិញលទ្ធផលដែលគាត់ទទួលបានមកវិញគឺគាត់អាចបញ្ឈប់សន្ធិសញ្ញាក្រោមការគ្រប់គ្រងរបស់ប្រទេសអូទ្រីសហើយផ្ដល់សិទ្ធិពេញលេញឲ្យរដ្ឋប្រ៊ុសៀននិងរដ្ឋក្នុងប្រទេសអាល្លឺម៉ង់ផ្សេងទៀតនៅភាពឯករាជ្យរបស់ខ្លួនទាំងស្រុងដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនិងស្នាដៃដែល Bismarck បានបង្កើតកន្លងមកធ្វើឲ្យគាត់មានអំណាចក្នុងការចាត់តាំងរដ្ឋប្រ៊ុសៀនជារដ្ឋអំណាចដែលអាចគ្រប់គ្រងសហព័ន្ធអាល្លឺម៉ង់នៅប៉ែកខាងជើងដែលគាត់ទើបបានបង្កើតឡើងប្រទេសបារាំងនិងប្រទេសអង់គ្លេសបានចាប់ផ្ដើមប្រៀបធៀបរវាងអំណាចរបស់ Bismarck ជាមួយនឹង Attila the Hun ហើយមានការព្រួយបារម្ភថា Bismarck អាចនឹងមានផែនការលេបយកទឹកដីប៉ែកអឺរ៉ុបទាំងមូលធ្វើជាកម្មសិទ្ធិរបស់ខ្លួន
នៅពេលដែល Bismarck បានបោះជំហានលើផ្លូវសង្គ្រាមហើយមាននរណាម្នាក់អាចប៉ាន់ស្មានដឹងថាតើគាត់អាចនឹងឈប់នៅពេលណានិងទីកន្លែងណាឡើយជាការពិតណាស់3ឆ្នាំក្រោយមក Bismarck បានចាប់ផ្ដើមសង្គ្រាមជាមួយនឹងប្រទេសបារាំងដំបូងគាត់ធ្វើដូចជាយល់ព្រមចំពោះការផ្ដោតទឹកដីនៃរដ្ឋ Basic របស់ប្រទេសអាល្លឺម៉ង់ដែលបារាំងចង់បានជាកម្មសិទ្ធិហើយបន្តមកនៅវិនាទីចុងក្រោយគាត់ក៏បានផ្លាស់ប្ដូរការសម្រេចចិត្តវិញភ្លាមល្បែងស្មាចាប់កណ្ដុរដែលគាត់បានលេងមួយនេះគឺជាយុទ្ធសាស្ត្រដែលគាត់បានត្រៀមទុកជាមុនដើម្បីធ្វើឲ្យព្រះចៅអធិរាជបារាំង Napoleon ទី3មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ជំរុញឲ្យមានការរង្គោះរង្គើយដល់ព្រះមហាក្សត្រនិងនយោបាយប្រទេសបារាំងបានធ្វើឲ្យសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ1870សហព័ន្ធអាល្លឺម៉ង់ដែល Bismarck ទើបបានបង្កើតបាននាំគ្នាពោតដៃចូលរួមក្នុងការធ្វើសង្គ្រាមលើប្រទេសបារាំងហើយរដ្ឋនីមួយៗបាននាំយកគ្រឿងចម្បាំងនិងកងទ័ពជាច្រើនដែលបានធ្វើឲ្យប្រទេសបារាំងទទួលបរាជ័យក្នុងរយៈពេលប្រមាណខែតែប៉ុណ្ណោះទោះបីជា Bismarck បានជំទាស់ក្នុងការយកទឹកដីផ្នែកណាមួយនៃប្រទេសបារាំងក៏ដោយក៏មេទ័ពបារាំងបានផ្ដល់ការគោរពនិងបានកាន់ទឹកដីចំនួន2របស់ខ្លួនគឺ Alsace និង Lorraine ឲ្យក្លាយជាផ្នែកមួយនៃទឹកដីរបស់សហព័ន្ធអាល្លឺម៉ង់ផងដែរបន្ទាប់ពីរឿងនេះបានកើតឡើងមកប្រទេសអឺរ៉ុបទាំងមូលបានចាប់ផ្ដើមមានការភ័យខ្លាចចំពោះរដ្ឋអំណាចព្រុសៀដែលដឹកនាំដោយមេទ័ពកណ្ដាប់ដៃដែក Bismarck មួយឆ្នាំក្រោយមក Bismarck បានបង្កើតចក្រភពអាល្លឺម៉ង់ដោយមានព្រះមហាក្សត្រព្រុសៀជាអធិរាជថ្មីហើយ Bismarck ខ្លួនឯងជាមនុស្សដែលមានអំណាចបំផុតបន្ទាប់ពីស្ដេចបើមើលតាមស្ថានភាពនៃការរីកចម្រើនរបស់អាណាចក្រអាល្លឺម៉ង់មិនយូរមិនឆាប់សង្គ្រាមលោកលុយទឹកដីលើប្រទេសជិតខាងអាចនឹងមានការកើតឡើងឆាប់ៗនេះប៉ុន្តែផ្ទុយទៅវិញ Bismarck បានសម្រេចចិត្តដាច់ខាតមិនឲ្យបន្តមានសង្គ្រាមឈ្លានពានទៅលើប្រទេសដទៃទៀតឡើយទោះជាមហាអំណាចនៃប្រទេសដទៃទៀតកំពុងតែធ្វើការឈ្លានពានវាយពង្រីកទឹកដីនិងដាក់អាណានិគមលើទ្វីបដទៃក៏ដោយ Bismarck មិនមានមហិច្ឆតាក្នុងការពង្រីកទឹកដីបន្ថែមសម្រាប់អាណាចក្រអាល្លឺម៉ង់ទៀតឡើយប៉ុន្តែគាត់ចង់បានសុខសប្បាយភាពបន្ថែមសម្រាប់ប្រទេសរបស់គាត់វិញជីវិតដែលនៅសេសសល់របស់គាត់ទាំងអស់នោះក៏បានប្រើពេលវេលាក្នុងការតស៊ូរក្សាសន្តិភាពនៅអឺរ៉ុបនិងការពារសង្គ្រាមជៀសវាងកុំឲ្យកើតមានឡើងមនុស្សគ្រប់គ្នាមានការយល់ឃើញថា Bismarck បានផ្លាស់ប្ដូរផ្នត់គំនិតពីមនុស្សដែលមានភាពអង់អាចក្លាហានលើគេប្រែទៅជាមនុស្សកាន់តែមានភាពទន់ភ្លន់ពីមួយឆ្នាំទៅមួយឆ្នាំតាមពិតទៅនេះគឺជាជំហានចុងក្រោយនៃគម្រោងការដែលគាត់បានរៀបចំទុកជាមុនក្នុងការបោះជំហានយ៉ាងច្បាស់លាស់តាំងតែពីដើមមុនបោះជំហានទី1ទៅទៀតបង្រួមអត្ថន័យលើសាច់រឿងនេះវិញមានហេតុផលសាមញ្ញមួយដែលមនុស្សជាច្រើនមិនបានដឹងខ្លួនថានៅពេលណាដែលខ្លួនត្រូវបញ្ឈប់នៅអ្វីដែលខ្លួនកំពុងតែធ្វើនោះគឺមនុស្សភាគច្រើនមិនមានផ្នត់គំនិតក្នុងការបង្កើតគោលដៅរបស់ខ្លួនឯងឲ្យបានច្បាស់លាស់នោះឡើយហើយវាជាការជំរុញឲ្យពួកគេនៅតែបន្តសេកក្លៀនចង់បានបន្ថែមមិនចេះចប់ទោះបីជាពួកគេទទួលបានជោគជ័យសពគ្រប់ក៏ដោយដើម្បីអាចបញ្ឈប់វាបានអ្នកត្រូវបង្កើតគោលដៅជាក់លាក់និងផ្ដោតលើគោលដៅនោះហើយបញ្ឈប់ឬផ្អាកសកម្មភាពរបស់អ្នកនៅពេលដែលអ្នកបានសម្រេចគោលដៅនោះវាគឺជារឿងដែលសាមញ្ញប៉ុន្តែពិបាកធ្វើបំផុតក៏ព្រោះតែវាខុសពីធម្មជាតិនៃចរិតមនុស្សដែលមិនតទៀមទាចង់បានអ្វីមួយជាម្ចាស់កម្មសិទ្ធិមិនចេះចប់មិនចេះហើយក្នុងការរស់នៅប្រសិនបើអ្នកធ្វើអ្វីមួយគិតតែពីប្រយោជន៍តខ្លួនមិនទុកផ្លូវរស់ឲ្យមនុស្សជុំវិញខ្លួននោះអ្នកនឹងទទួលបានមកវិញនៅការចំណាយប្រចាំការសោកខ្ពើមនិងភាពភ័យខ្លាចដែលគេមានចំពោះអ្នករហូតដល់ពួកគេទាំងនោះចាប់ផ្ដើមរួមដៃគ្នារកវិធីកម្ចាត់អ្នកដែលធ្វើឲ្យអ្នកមិនអាចរក្សាអំណាចរបស់អ្នកឲ្យបានគង់វង្សយូរអង្វែងបានឡើយតាំងពីដំបូងមកម្ល៉េះ Bismarck មានគោលដៅជាក់លាក់មួយនោះគឺបង្រួបបង្រួមរដ្ឋទាំងអស់ក្នុងប្រទេសអាល្លឺម៉ង់ឲ្យក្លាយជារដ្ឋឯករាជ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋព្រុសៀគាត់បានបង្កចំនួនជាមួយនឹងប្រទេសដៃណាម៉ាកមិនមែនចង់ធ្វើសង្គ្រាមឈ្លានពានទឹកដីឡើយប៉ុន្តែគឺដើម្បីបង្កើតសាមគ្គីភាពរបស់រដ្ឋទាំងអស់របស់ប្រទេសអាល្លឺម៉ង់ឲ្យរួមជាធ្លុងតែមួយគាត់បានបង្កសង្គ្រាមជាមួយនឹងប្រទេសអូទ្រីសគឺក្នុងគោលបំណងដើម្បីទាមទារឯករាជ្យដល់រដ្ឋព្រុសៀវិញហើយនេះគឺជាមូលហេតុបើទោះបីជាគាត់ធ្វើសង្គ្រាមឈ្នះប្រទេសអូទ្រីសក៏ដោយក៏គាត់មិនយកទឹកដីរបស់ប្រទេសអូទ្រីសធ្វើជាម្ចាស់កម្មសិទ្ធិតខ្លួនដែរហើយគាត់បានធ្វើសង្គ្រាមជាមួយនឹងប្រទេសបារាំងក៏ព្រោះតែគាត់ចង់ឲ្យប្រទេសអាល្លឺម៉ង់ក្លាយជាអាណាចក្រមហាអំណាចអាល្លឺម៉ង់ដែលរដ្ឋទាំងអស់ក្នុងប្រទេសរបស់ខ្លួនចេះសាមគ្គីគ្នានិងចេះរៀបចំក្បួនសឹកទ័ពដើម្បីការពារការឈ្លានពានទឹកដីពីប្រទេសដទៃហើយនៅពេលដែលគោលដៅទាំងអស់ក្នុងគម្រោងផែនការរបស់គាត់ទទួលបានជោគជ័យគាត់បានបញ្ឈប់សកម្មភាពរបស់គាត់ភ្លាមទោះបីជាស្ដេចមេទ័ពនិងប្រជាជនប្រុសៀនមានមហិច្ឆតាចង់ពង្រីកទឹកដីបន្ថែមទៀតក៏ដោយក៏គ្មាននរណាអាចបំផ្លាញគម្រោងការដែលគាត់បានរៀបចំទុកជាមុននោះឡើយចំណុចនេះបានបង្ហាញថាបើសិនបើយើងមានគោលដៅជាក់លាក់ដែលមានគម្រោងការក្នុងការបោះជំហានច្បាស់លាស់នោះយើងនឹងអាចមើលឃើញនៅអនាគតរបស់យើងបានវែងឆ្ងាយជាងមនុស្សដទៃដែលវាជួយឲ្យយើងអាចសម្រេចចិត្តនិងបញ្ចេញសកម្មភាពបានលឿនដោយមានភាពច្បាស់លាស់ក្នុងការសម្រេចគោលដៅរបស់យើងបានគន្លឹះក្នុងការបង្កើតអំណាចនេះការសម្រេចចិត្តធ្វើអ្វីមួយដោយផ្អែកលើអារម្មណ៍គឺជាធម្មជាតិនៃចរិតមនុស្សដែលមនុស្សយើងកំពុងប្រឈមនាពេលបច្ចុប្បន្ននេះវាមិនខុសពីការរុញស៊ីក្លូចូលកង់ឡានឡើយការទទួលបានផលអវិជ្ជមានដោយសារតែធ្វើអ្វីមួយទៅតាមអារម្មណ៍របស់យើងនោះគឺជារឿងធម្មតាបាត់ទៅហើយ
អំណាចឬផលវិជ្ជមានដែលអាចកើតមានបាននោះគឺដោយសារតែសមត្ថភាពក្នុងការមើលឃើញអនាគតពីចម្ងាយនៅជំហានដែលយើងត្រូវដើរនិងការបោះជំហានឲ្យបានត្រឹមត្រូវទៅតាមគម្រោងនោះឯងហើយយើងអាចសម្រេចវាបានគឺផ្អែកទៅលើការដែលយើងចេះបង្កើតគោលដៅនិងគម្រោងការជាក់លាក់សម្រាប់ជីវិតរបស់យើងមនុស្សភាគច្រើនកំពុងតែជាប់អន្ទាក់ក្នុងបច្ចុប្បន្នកាលដែលខ្លួនកំពុងធ្វើព្រោះពួកគេគិតថាខ្លួនមានគោលដៅហើយកំពុងតែសប្បាយចិត្តនៅគោលដៅចុងក្រោយដែលខ្លួនបានរំពឹងទុកប៉ុន្តែมันបានដឹងខ្លួនថាពួកគេកំពុងតែធ្វើរឿងប្រថុយប្រឋានមិនច្បាស់លាស់ឡើយគឺដោយសារតែគ្មានគម្រោងការក្នុងការធ្វើរឿងអ្វីមួយដើម្បីសម្រេចគោលដៅរបស់ខ្លួនតាមជំហាននីមួយៗដែលបានកំណត់ឲ្យបានច្បាស់លាស់ឡើយរៀនធ្វើខ្លួនឲ្យខ្លាចជាមនុស្សដែលអាចមើលឃើញអនាគតដែលអ្នកបានគ្រោងទុកមុនកុំធ្វើជាមនុស្សដែលមើលឃើញឬគិតបែបខ្លីៗឲ្យសោះមនុស្សគេច្រើនទទួលបរាជ័យគឺដោយសារតែពួកគេធ្វើការដោះស្រាយបញ្ហាទៅតាមអារម្មណ៍របស់ពួកគេភ្លាមៗដោយមិនបានគិតវែងឆ្ងាយនៅទង្វើដែលអាចប៉ះពាល់ដល់ជីវិតរបស់ពួកគេទៅថ្ងៃខាងមុខឡើយអំណាចវារត់ទៅរកតែមនុស្សដែលអាចមើលឃើញបញ្ហាពីចម្ងាយនិងបានត្រៀមខ្លួនរៀបចំគម្រោងច្បាស់លាស់ទុកជាមុនតែប៉ុណ្ណោះជៀសវាងសកម្មភាពដែលអាចបង្កបញ្ហាធំដុំទៅថ្ងៃក្រោយអ្នកត្រូវបញ្ចេញសកម្មភាពតាមគម្រោងការរបស់អ្នកទៅតាមស្ថានភាពជាក់ស្ដែងមិនមែនដោះស្រាយបញ្ហាតាមតែអារម្មណ៍របស់អ្នកឡើយការគិតបញ្ច្រាស់មកវិញវាជារឿងមិនឆ្លាតវៃឡើយបើសិនបើអ្នកត្រូវអនុវត្តគ្រប់ជំហានរបស់អ្នកទៅតាមគម្រោងការដែលអ្នកបានគ្រោងទុកនោះព្រោះមានបញ្ហាជាច្រើនអាចនឹងកើតមានឡើងលើពីការគ្រោងទុករបស់អ្នកហើយវាទាមទារឲ្យអ្នកមានការបត់បែននិងចេះកែតម្រូវផែនការរបស់អ្នកឲ្យស្របទៅតាមស្ថានភាពនៃបញ្ហាដែលកំពុងតែកើតមានឡើងហើយប្រសិនបើអ្នកនៅតែរឹងទទឹងមិនព្រមបត់បែនក្នុងការដោះស្រាយបញ្ហាទៅតាមស្ថានភាពជាក់ស្ដែងនោះទេអ្នកអាចនឹងប្រឈមជាមួយនឹងបរាជ័យបានគ្រប់ពេលកំហុសដ៏ធំមួយដែលមនុស្សទូទៅតែងតែជួបប្រទះនោះគឺការធ្វើអ្វីមួយដែលគ្មានគោលដៅនិងគ្មានគម្រោងការច្បាស់លាស់ហើយកាន់តែធ្ងន់ធ្ងរនោះគឺចំពោះមនុស្សដែលចំណាយពេលច្រើនរៀបចំគម្រោងបានច្បាស់លាស់ពេកក៏ត្រូវខាតបង់ពេលវេលាជាច្រើនក្នុងការអនុវត្តដែលធ្វើឲ្យគេយល់ឃើញថាខ្លួនមានគម្រោងច្បាស់លាស់និងមិនចង់បត់បែនខ្លួនក្នុងការដោះស្រាយបញ្ហាដែលខុសពីគម្រោងដែលខ្លួនបានធឿនទុកនោះឡើយអ្នកត្រូវយល់ថាគ្មាននរណាអាចមើលឃើញអនាគតរបស់ខ្លួនបានត្រឹមត្រូវ 100% ឡើយព្រោះជាបុគ្គលនោះមានគម្រោងក្នុងការបោះជំហានច្បាស់លាស់ប៉ុណ្ណាក៏ដោយដូច្នេះអ្នកត្រូវមានគម្រោងច្បាស់លាស់ក្នុងការសម្រេចគោលដៅក៏ដូចជាចេះបត់បែនខ្លួនក្នុងការដោះស្រាយបញ្ហាដែលអាចកើតមានឡើងក្នុងគម្រោងដែលមិនបានត្រៀមទុកមុនទើបធ្វើឲ្យអ្នកអាចសម្រេចគោលដៅនិងទទួលបានអំណាចពេញលេញពិតប្រាកដនិងយូរអង្វែងបើសិនបើអ្នកយល់ថាវីដេអូមួយនេះមានអត្ថប្រយោជន៍និងផ្ដល់ចំណេះដឹងថ្មីឲ្យអ្នកសូមធ្វើការចុច like និង comment yes លើវីដេអូនេះម្នាក់មួយផងតើអ្នកយល់យ៉ាងណាដែរចំពោះច្បាប់ទី29នេះជួបគ្នាក្នុងវីដេអូក្រោយ